នេះគឺជាសកម្មភាពដាំកូនកៅស៊ូដែរកូនកៅស៊ូនេះគឺដាំនៅលើដីបាយខ្សាច់ទេដីមានគ្រុះក្រោមខ្លះដីស្មើខ្លះក៏តែរសារឆ្នាំនេះគឺភ្លៀងអំណោយផលដែរបងប្អូនគឺភ្លៀងនៅខែ4រហូតមកដល់ខែ5នេះគឺអត់ទាន់មានដាច់យូរប្រហែលទេហើយគឺចុងខែចេះមើល5ដើមខែ6នេះគឺយើងចាប់ផ្ដើមធ្វើការដាំហើយដោយសារគឺភ្លៀងជោគជ័យដែរដាំហើយម្ចាស់គាត់ប្រាប់ទេបើថាដាំទៅរៀងថារៀងយូរអីគាត់ចាក់ទឹកនៅគាត់ចង់ខាត2 3ដងនេះអត់មានច្រើនទេបងប្អូនមានតែប៉ុណ្ណឹងគឺកៅស៊ូនេះមានដើមផ្លុះ2ដែរអានេះយើងជឿន2ដង